សូមជូនរឿងព្រេងតាក់ទងនឹងទង់ក្រពើទង់ប្រលឹងនៅពេលមានបុគ្គលស្លាប់នៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជាគេតែងនិយមប្រើទង់ក្រពើនិងទង់ប្រលឹងនៅពេលមានបុគ្គលស្លាប់គឺថាកាលណាអ្នកជំងឺមានកម្លាំងតិចចិត្តនឹងអស់ខ្យល់អាចារ្យតែងឲ្យហែកសម្ពុតសផាឌិបឬទេសឯកប្រវែង4ហត្ថបត់ជា2យកឈើឬបន្ទះឫស្សី2កំណាត់ដាក់ខ្វែងគ្នាគឺមួយជាដងមួយជាឈើឆ្កាងរួចសោកក្នុងផ្នត់សម្ពុតហើយចងបងរួមក្រសោមក្រោមសម្រាប់កាន់មានឆ្នាំងបាយថ្មីមួយចងបន្តោងភ្ជាប់នឹងដងទង់នោះហើយអាចារ្យលើកទង់នោះទៅដាក់នៅក្បាលដំណេកបុគ្គលស្លាប់រួចផ្ដាំបុគ្គលនោះថាទង់ប្រលឹងនេះជាសម្បត្តិដើរផ្លូវរបស់អ្នកហើយចូលអ្នកកាន់ឲ្យជាប់ទៅចុះដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចុលាមនៃចេតិយក្រែងគេឆែកឆេរតាមផ្លូវព្រោះអ្នកត្រូវទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេរួចអាចារ្យក៏ដាក់ឈ្មោះរបស់គេក្នុងនាមបុព្វជារឿងទង់ប្រលឹងនេះមានដំណាលដូចតទៅមានកូនប្រុសរបស់បុរសម្នាក់បានលាឪពុកទៅរៀនសិលសាស្ត្រឯនគរកតសិលាលុះរៀនចេះចប់កាលណាក៏លាអាចារ្យចេញទៅរកគ្រូផ្សេងរៀនថែមលុះដើរទៅក៏ទៅជួបនឹងព្រះបច្ចេកពុទ្ធមួយអង្គឃើញលោកប្រព្រឹត្តម៉ត់ចត់ល្អតាមរបៀបសាមណៈស្ងប់ស្ងៀមមាណពនោះមានចិត្តស្រឡាញ់ជ្រះថ្លាក៏ចូលទៅសុំរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធនោះទៅលោកក៏សុខចិត្តឲ្យរៀនតែលោកដាក់លក្ខខណ្ឌថាត្រូវឲ្យបួសដោយលោកសិនលុះមាណពនោះបួសហើយលោកក៏បង្រៀនធម្មកម្មដ្ឋាននៅរៀនយូរទៅមាណពនោះក៏បានសម្រេចពោធិញ្ញាណជាព្រះបច្ចេកពុទ្ធមួយអង្គដោយព្រះបច្ចេកពុទ្ធជាគ្រូនោះដែរហើយក៏ចូលបរិនិព្វានទៅអ្នកស្រុកអ្នកភូមិក៏នាំគ្នាធ្វើបុណ្យបូជាសពហើយកសាងចេតិយបញ្ចុះធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែកបុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមដល់ស្រុកនោះហើយសួររកអ្នកស្រុកក៏បានប្រាប់តាមដំណើររឿងថាកូនរបស់អ្នកឯងបានសម្រេចជាបច្ចេកពុទ្ធមួយអង្គចូលបរិនិព្វានបាត់ទៅហើយបុរសនោះក៏យំសោកអាល័យកូនទៅដងទឹកមកស្រោចស្រពទ្រនាប់ខ្សាច់រួចយកក្រមាបង់កចងជាទង់ដោយឧទ្ទិសថ្វាយនៅមុខចេតិយហើយថ្វាយបង្គំលាវិញទៅស្រុកកំណើតវិញបន្ទាប់មកអ្នកស្រុកក៏យកតម្រាប់តាមលុះចំណេរការតមកទៀតក៏ខ្លាចទៅជាទំនៀមទម្លាប់គឺពេលដែលហែសពខ្មោចអាចារ្យតែងលើកទង់ប្រលឹងដើរមុខរហូតដល់ទីបច្ឆាទើបយកទង់នោះទៅដាក់នៅទិសឦសានទើបយកទង់នោះទៅដាក់នៅទិសឦសានជាសញ្ញាឲ្យខ្មោចនោះដឹងថាខ្លួនត្រូវចេញដំណើរទៅតាមទិសឦសានដើម្បីទៅថ្វាយបង្គំព្រះចលមនីចេតិយរឿងដំណាលអំពីទង់ក្រពើមានដំណើរថាការព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយមានសត្វក្រពើញីឈ្មោលមួយគូមានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនាក៏ចូលទៅសុំព្រះពុទ្ធអង្គបួសតែព្រះពុទ្ធអង្គពុំព្រមអនុញ្ញាតព្រោះជាសត្វដេរឆានក្រពើនោះក្រាបទូលព្រះអង្គថាយើងខ្ញុំព្រះអង្គទាំងពីររូបនេះពុំមាននិស្ស័យក្នុងសាសនាព្រះអង្គទេតែដោយសារយើងខ្ញុំទាំងពីររូបនេះស្រឡាញ់បដូរផ្ដាច់នៅសាសនាព្រះអង្គយើងខ្ញុំព្រះអង្គសូមធ្វើសំណូមពរថាបើដល់យើងខ្ញុំស្លាប់ទៅសូមឲ្យគេបកយកស្បែកយើងខ្ញុំទៅដុតជាទង់ថ្វាយចំពោះព្រះភ័ក្ត្រព្រះអង្គទុកជាសក្ការៈបូជាកុំបីអខានឡើយព្រះពុទ្ធអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេត្តាលុះក្រពើនោះស្លាប់ទៅគេក៏យកស្បែកដុតថ្វាយតាមបណ្ដាំមែនលុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វានទៅស្បែកក្រពើនោះក៏ពុករលួយអស់ទៅ
គេក៏នាំគ្នាយកក្រណាត់សឬក្រដាសមករចនាធ្វើជារាងស្បែកក្រពើដើម្បីប្រើជាតំណាងតទៅដូចយើងតែងឃើញគេដោតទង់ក្រពើនៅត្រង់កន្លែងអាសនៈព្រះពុទ្ធរូបស្រាប់សមាជិកទំនៀមទម្លាប់ម្នាក់ទៀតបានឲ្យការថាមានព្រះមហាក្សត្រមួយអង្គព្រះនាមព្រះបាទធម្មាសោករាជទ្រង់មានព្រះទ័យជ្រះថ្លាបានកសាងព្រះចេតិយដើម្បីបញ្ចុះធាតុនៃព្រះសម្មាសម្ពុទ្ធកាលនោះមានទេវបុត្រមាមានទថិមានះចង់តាមបំផ្លាញព្រះអង្គក៏ទៅបំផ្លាញព្រះចេតិយដោយឫទ្ធានុភាពអង្គអាចលុះឃើញការមិនស្រួលដូច្នេះព្រះបាទធម្មាសោករាជក៏ទៅទូលព្រះឧបគុតថេរដែលជាព្រះអរហន្តដ៏វិសេសមួយអង្គដើម្បីឲ្យបង្ក្រាបមាដែលកំពុងបំផ្លាញព្រះចេតិយនោះព្រមទាំងទៅរករឿងប្រឆ្លោះតបនឹងព្រះឧបគុតថេរវិញថាកាលពីមុនយើងខ្លាចតែសមណៈគោតមមួយប៉ុណ្ណោះព្រោះលោកមានឫទ្ធិឥឡូវអត់អំពីសមណៈគោតមហើយយើងគ្មានត្រូវការគោរពកោតខ្លាចអ្នកណាទេការបើទូមានយ៉ាងណាក៏ក្រុងមាននៅតែមិនព្រមស្ដាប់ទើបព្រះឧបគុតថេរយល់ថាខាត់ដោយពាក្យល្អគេមិនស្ដាប់ទេដូច្នេះក៏សម្ដែងឫទ្ធិចងរួមមានឹងវល់ពាត់ឲ្យជាប់ឲ្យតឹងស្ទើរដាច់ខ្យល់ស្លាប់លុះមាក្តៅចិត្តណាស់ប្រឹងស្ទុះហោះទាំងចំណងទៅរកព្រះឥន្ទឲ្យជួយដោះស្រាយព្រះឥន្ទប្រកែកថាតើយើងឯណានឹងអាចស្រាយចំណងព្រះឧបគុតថេរបានក្រុងមាក្តៅចិត្តណាស់ដៀថ្មេះព្រះឥន្ទដោយពាក្យត្រគោះបោះបោកផ្សេងរួចស្ទុះហោះទៅរកព្រះព្រំឲ្យជួយដោះស្រាយទៀតព្រះព្រំយល់ហេតុការណ៍ក៏ឆ្លើយថាក្រុងមាអើយព្រះឧបគុតថេរនោះមានឫទ្ធិអំណាចខ្លាំងណាស់បើលោកចងហើយគ្មានអ្នកណានឹងស្រាយបានទេចូលមាឯងត្រឡប់ទៅក្រាបអភិវាទព្រះបាទឧបគុតថេរវិញទៅទើបដោះរួចអំពីចំណងនេះបានពុំនោះសោតទេអ្នកនឹងត្រូវស្លាប់អាសាបងទើបមាសុខចិត្តត្រឡប់ទៅសុំអង្វរឲ្យព្រះឧបគុតថេរស្រាយឲ្យវត្ថុពន្ធដែលជាប់នឹងកដៃមានោះបានคล้ายទៅជាកម្រងស្បែកឆ្កែស្អុយក្រៃលែងកម្រនឹងរកអ្វីប្រៀបបានទៅហើយមុននឹងស្រាយចំណងនោះព្រះឧបគុតថេរយកខ្សែតេកុមារអូបណ្ដាឲ្យស្រែកប្រកាសតាមផ្លូវតាមផ្សារឲ្យសច្ចាថារៀងចាលលែងមករាតត្បាតបំផ្លាញចេតិយព្រះអរហន្តធាតុណាទៀតហើយលុះក្រុងមាបដិញ្ញាថារៀងចាលហើយទើបព្រះឧបគុតថេរស្រាយចំណងឲ្យវិលទៅស្រុកភូមិវិញលោកប្រាប់ក្រុងមាថាដរាបណាឯងឃើញទង់សនេះនៅឡើយដរាបនោះអង្គអាត្មាអញរស់នៅឡើយទេឯងមិនត្រូវចូលមកយាយីដល់អ្នកភូមិអ្នកស្រុកឡើយលុះក្រោយមកអ្នកស្រុកក៏នាំគ្នាធ្វើទង់សមួយគូចងនៅមុខផ្ទះកាលណាមានបុគ្គលស្លាប់ដើម្បីជៀសវាងអន្តរាយគ្រប់បែបយ៉ាងអំពីសម្នាក់នៃមាននេះឯងសមាជិករបស់ក្រុមទំនៀមទម្លាប់ម្នាក់បានឲ្យនិទានមួយទៀតក្នុងរឿងតាក់ទងនឹងទង់ក្រពើនេះដែរមានព្រះរាជបុត្រនៃព្រះមហាក្សត្រមួយអង្គត្រូវក្រពើលេបហើយសគត់ទៅព្រះបិតាមិនអស់ប្រតិយនឹងព្រះរាជបុត្រីខ្សៃក៏បង្គាប់ឲ្យតម្កល់សពនោះទុកធ្វើបុណ្យជាយូរថ្ងៃដើម្បីចាំប៉ៅកងប៉ៅខ្នោះរកអ្នកចេះប្រសពហើយទ្រង់បញ្ជាឲ្យអាមាត្យវះស្បែកក្រពើទៅចងនៅមុខព្រះរាជវាំងជាសញ្ញាឲ្យគេដឹងថាព្រះរាជបុត្រីព្រះអង្គត្រូវសគត់ដោយក្រពើលេបដោយចំនួនដើមគេតែងដោតវែកនៅភ្នូអ្នកដែលស្លាប់ដោយពោះចឹកដែរអ្នកស្រុកឃើញដូច្នោះក៏នាំគ្នារចនាក្រណាត់ជារាងស្បែកក្រពើហើយដោតនៅផ្ទះដែលមានបុគ្គលស្លាប់ដោយជាទម្លាប់រហូតមកយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ